ជោគជ័យមិនមែនកើតពីសំណាងជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេវាមកពីការខិតខំប្រឹងប្រែងការអត់ធ្មត់និងការមិនបោះបង់នៅពេលជួបបរាជ័យមនុស្សជោគជ័យមិនមែនជាមនុស្សដែលមិនធ្លាប់ដួលទេប៉ុន្តែជាមនុស្សដែលដួលហើយក៏អាចឈរឡើងវិញបានពេលអ្នកមានសុបិនត្រូវការជំហានតូចរាល់ថ្ងៃទោះបីជាចលនាតិចតូចក៏អាចជាចំណុចចាប់ផ្ដើមនៃភាពធំធេងថ្ងៃក្រោយកុំឲ្យការរិះគន់ឬការស្ទាក់ស្ទើរបង្អាក់ដំណើររបស់អ្នកជោគជ័យពិតប្រាកដគឺមិនត្រឹមតែឈ្នះអ្នកដទៃទេប៉ុន្តែឈ្នះចិត្តខ្លួនឯងបើវីដេអូនេះមានអត្ថប្រយោជន៍សូមជួយ like share និង Subscribe ដើម្បីទទួលបានវីដេអូលើកទឹកចិត្តថ្មីៗរៀងរាល់ថ្ងៃ